បាទជំរាបសួរបងប្អូនវីដេអូនេះគឺគាត់តែចង់ជាការទឿនសតិឬមួយក៏ជាការណែនាំខ្លះទៅដល់ពលរដ្ឋខ្មែរយើងដែលរស់នៅនិងធ្វើការនៅប្រទេសថៃយើងឃើញនៅក្នុងកលៈទេសៈបែបនេះវាពិបាកមែនទែនហើយវីដេអូនេះខ្ញុំគាត់តែចង់ផ្ដោតទៅលើបងប្អូនខ្មែរដែលគ្មានឯកសារសម្រាប់រស់នៅនិងធ្វើការនៅប្រទេសថៃយើងឃើញថាស្ថានភាពពេលនេះគឺវាពិបាកប៉ាន់ស្មានមែនទែនថ្ងៃទី9វិច្ឆិកាមានការបិទព្រំដែន 100% គឺមិនអោយមានការចេញចូលសម្បីមនុស្សហើយថ្ងៃទី10ក៏មានបញ្ហាទាហានថៃផ្ទុះមីនដាច់ជើងជាដើមតាក់នឹងឡាដូច្នេះបងប្អូនប្រសិនមកបងប្អូនសម្រាប់ចិត្តបន្តរស់នៅប្រទេសថៃដោយគ្មានឯកសារធ្វើការបងប្អូនត្រូវពិចារណាបែបនេះថាតើថៅកែរបស់យើងហ្នឹងគឺទទួលខុសត្រូវកម្រិតណាហើយប្រសិនបើយើងគិតថាវាមិនមានសុវត្ថិភាពសម្រាប់យើងបងប្អូនត្រូវតែត្រឡប់ទៅផ្ទះហើយការបិទច្រក 100% នេះឬមួយក៏អីនេះបងប្អូនខ្មែរដែលមានឯកសារត្រឹមត្រូវអត់បញ្ហាទេប៉ុន្តែវាមានសម្ពាធខ្លាំងទៅលើបងប្អូនខ្មែរដែលគ្មានឯកសាររស់នៅដូច្នេះបងប្អូនត្រូវពិចារណាតើកន្លែងដែលបងប្អូនរស់នៅហ្នឹងមានសុវត្ថិភាពអត់ថៅកែទទួលខុសត្រូវអត់កលៈទេសៈខ្លះអញ្ចេះដែរថៅកែថាធានាទទួលខុសត្រូវប៉ុន្តែនៅពេលមានបញ្ហាពឹបគេដោះដៃយើងដូច្នេះចំពោះបងប្អូនដែលគ្មានឯកសារត្រូវតែគិតពិចារណាបានល្អិតល្អន់ដើម្បីថាតើបន្តនៅឬមួយក៏មិនបន្តនៅបាទអានេះវីដេអូនេះមិនមែនជាការបំផុសបំផុតបងប្អូនទេបើបងប្អូនគិតថាសុវត្ថិភាពបងប្អូនបន្តនៅចោះបើបងប្អូនគិតថាមិនមានសុវត្ថិភាពទេសូមត្រឡប់មកផ្ទះជាងវិញបាទ